បាទជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នាបាទថ្ងៃនេះគឺបង្ហាញដប5ml មិត្តភ័ក្តិទាំងអស់គ្នានេះគឺជាដប 5ml ដែលយើងដាក់ក្នុងដបគឺយើងរំលែកមិត្តភ័ក្តិទាំងអស់គ្នាមិនមែនថា 10ml នេះយើងចូលស្តុកយើងរកបានថ្មីទេគឺយើងរំលែកពីដបនេះដប10ml មិត្តភ័ក្តិទាំងអស់គ្នារំលែកវាដើម្បីឲ្យមានដបតូចអញ្ចឹងយើងរំលែក 10ml នេះគឺយើងចាក់រំលែកវាមួយដបនេះបានជា2អញ្ចឹងទៅម្ដបនេះយើងមកលេខបានជា2គឺ 5ml 2ដបក្នុងម្ដបនេះបាន 5ml 2ដបដែរបាទហើយ 5ml 2ដបនេះគឺនៅសល់ទៀតអ្នកគ្នាអញ្ចឹងបាទដបធំនេះគឺចំណេញណាគឺបានអា 5ml 2ដបហើយនៅសល់ទៀតអញ្ចឹងវារៀងច្រើនដែរអា 10ml បាទហើយយើងមកដាក់ដបតូចនេះគឺ 5ml ម្ដង2ដបនេះអញ្ចឹងយើងមកលេខអាធំមកដាក់អាតូចបាទគឺវាបាន2ដបអញ្ចឹងទៅម្ដបអា 10ml បាទហើយសម្រាប់ប្រសិទ្ធភាពវាគឺអាលីសុខបាកិនគឺល្អខ្លាំងប្រសិទ្ធភាពចាប់ពី3ទៅ4ថ្ងៃទៅឃើញប្រសិទ្ធភាពមិត្តភ័ក្តិទាំងគ្នាគឺយើងប្រើចាប់ពី3 4ថ្ងៃទៅឃើញប្រសិទ្ធភាពហើយអញ្ចឹងមិត្តភ័ក្តិទាំងគ្នាគឺយើងត្រូវព្យាយាមប្រើវាដើម្បីឃើញប្រសិទ្ធភាព 100% អញ្ចឹងបងបញ្ជាក់ឲ្យបញ្ជាក់ទៀតថាជាក់ស្ដែងការពិតច្បាស់លាស់គឺការប្រើប្រាស់ហ្នឹងគឺត្រូវការអត់ធ្មត់ព្យាយាមនៃការប្រើប្រាស់មិត្តភ័ក្តិទាំងគ្នាមិនមែនថាលាបខ្វិចហើយគឺមានប្រសិទ្ធភាពអត់ទេយើងត្រូវតែម៉ាស្សាវារយៈពេល10ទៅ20ទៅ30នាទីដែលយើងអាចធ្វើទៅបានអញ្ចឹងប្រភេទអស់គ្នាហ្នឹងហើយគឺប្រសិទ្ធភាពវាគឺយើងទួតែយើងព្យាយាមមួយវាដែរហើយសម្រាប់ប្រសិទ្ធភាពវាទៀតសោតមិត្តភ័ក្តិទាំងអស់គ្នាបាទសម្រាប់ប្រសិទ្ធភាពវាទៀតសោតគឺអ្នកខ្លះប្រើត្រូវខ្លាំងអ្នកខ្លះក៏ប្រើត្រូវមធ្យមអ្នកខ្លះក៏ប្រើត្រូវតិចតួចអញ្ចឹងណាហើយក៏មានអ្នកមួយចំនួនទៅក៏ប្រើមិនត្រូវដែរខ្ញុំតែងតែបញ្ជាក់ក្នុងវីដេអូនឹងឲ្យច្បាស់អញ្ចឹងអានេះទៅត្រូវប្រើត្រូវ95% ហើយសម្រាប់អ្នក5% ទៅគឺគាត់ប្រើត្រូវបាទហាសុតវិញគឺអ្នកប្រើត្រូវដល់តែ90% ហើយអ្នកដែលអត់ត្រូវគឺ10% ដែរអញ្ចឹងអានេះគឺអាសុតបាទអាសុតនេះគឺតម្លៃធូរជាងគេបំផុតបាទ5ml ដូចគ្នាបាទហើយសម្រាប់អញ្ចឹងការប្រើប្រាស់គឺវាមានប្រសិទ្ធភាពបែបខុសគ្នាតាមរូបរាងលក្ខណៈសុខភាពរូបរាងកាយរបស់យើងផ្សេងគ្នាគឺការប្រើប្រាស់គឺវាមានស្មើភាពគ្នាទេអញ្ចឹងអ្នកខ្លះក៏ត្រូវខ្លាំងត្រូវមធ្យមនិងត្រូវតិចតួចអ្នកដែលត្រូវខ្លាំងរយៈពេល3ទៅ4ថ្ងៃឃើញប្រសិទ្ធភាពអ្នកដែលត្រូវតិចតួចរយៈពេល7 1អាទិត្យបានឃើញប្រសិទ្ធភាពនេះអធិស្ឋានអ្នកដែលត្រូវមធ្យមអ្នកដែលត្រូវខ្លាំង3 4ថ្ងៃឃើញប្រសិទ្ធភាពអ្នកដែលត្រូវមធ្យមរយៈពេល1អាទិត្យឬក៏លើសនឹងទៅដើម្បីឃើញប្រសិទ្ធភាពហើយអ្នកដែលត្រូវតិចតួចទៀតគឺដល់ទៅ10ថ្ងៃអីជាងបានឃើញប្រសិទ្ធភាពដែរព្រោះថាវាជារបស់សត្វរបស់ធម្មជាតិត្រូវការព្យាយាមប្រើប្រាស់បាទហើយការប្រើហ្នឹងគឺវាមានក្តៅក្រហាយខ្ទស់រមាស់រលាកទេអំឡុងពេលដែលយើងប្រើហ្នឹងមិត្តភ័ក្តិទាំងគ្នាសុវត្ថិភាពល្អណាស់ព្រោះនេះជាខ្លាញ់សុទ្ធដែលយើងចម្រាញ់ដោយខ្លែងទាំងមូលតែម្ដងយើងធ្វើខ្លែងស្រស់យើងវះវាយកមកដើម្បីលាយជាមួយសឹកត្បាកិនហើយសឹកត្បាកិនក៏ហាររយៈពេល2ទៅ3ខែដែរដើម្បីឲ្យវាមានប្រសិទ្ធភាពជ្រាបចូលជាមួយខ្លាញ់នឹងវាគេថារលាយល្អជាមួយគ្នាបាទមិនផានហ្នឹងអញ្ចឹងប្រសិទ្ធភាពវាគឺល្អខ្លាំងបាទហើយបញ្ជាក់ទៀតថាជាទូទៅអ្នកដែលប្រើត្រូវមធ្យមត្រូវតិចតួចនិងត្រូវខ្លាំងតាមនឹងទៅតាមសុខភាពរាងកាយរបស់គាត់ផ្សេងគ្នាហើយវ័យវិញគឺវ័យខ្លះដល់តែ60 70ក៏នៅតែប្រើត្រូវដែរអញ្ចឹងគឺវាមិនទៀងទេឆាកជីវិតយើងវាមិនទៀងអ្នកខ្លះក៏ក្មេងក៏ប្រើមិនត្រូវដែរហើយអ្នកខ្លះក៏ចាស់ក៏នៅប្រើមិនត្រូវហើយអ្នកដែលប្រើត្រូវហ្នឹងអ្នកខ្លះក្មេងក៏ត្រូវចាស់អាយុដល់70ក៏នៅត្រូវដែរអញ្ចឹងពេលហ្នឹងអញ្ចឹងគឺវាត្រូវការព្យាយាមប្រើជាមួយវាគឺបងប្អូនអាចបញ្ជាក់ថាវាជារបស់សុទ្ធរបស់ធម្មជាតិធ្វើដោយផ្ទាល់ដៃធ្វើដោយខ្លួនឯងអញ្ចឹងសម្រាប់ប្រសិទ្ធភាពវាគឺល្អខ្លាំងណាស់គឺអានេះជាមេថ្នាំធម្មជាតិហើយបើសិនជាអានឹងយើងប្រើមិនត្រូវទៀតយើងមិនបាច់ព្យាយាមប្រើទៀតទេគឺគ្មានណាដែលអាចប្រើត្រូវដូចខ្លាញ់សុទ្ធនិងខ្លាញ់លាយសុទ្ធបាកិននឹងទេបើសិនជាអានឹងមិនត្រូវហើយគឺចប់អេវ៉ាំងតែម្ដងមិនបាច់ប្រើផលិតផលផ្សេងទេព្រោះគឺវាមិនត្រូវដែរព្រោះអានេះជាមេថ្នាំធម្មជាតិហើយព្រោះមិត្តភក្តិទាំងគ្នាតែតាមដានន័យថាគ្រប់ផលិតផលទាំងអស់គឺភាគច្រើនគឺលាយជាមួយខ្លាញ់ផ្សំលាយជាមួយខ្លាញ់តែបើអាខ្លាញ់សុទ្ធហើយបើមិនត្រូវទៀតអាហ្នឹងគឺអត់មានពាក្យអីត្រូវនិយាយគឺចប់តែម្ដងបាទហើយមិត្តភក្តិទាំងអស់គ្នាកុំព្យាយាមប្រើថ្នាំគ្រាប់ថ្នាំអីដែលយើងហូបចូលក្នុងខ្លួនណាព្រោះតែវាអាចប៉ះពាល់សុខភាពដែលយើងហូបរាល់ថ្ងៃអញ្ចឹងទៅអញ្ចឹងគឺយើងអាចប្រើនេះក៏បានមានប្រសិទ្ធភាពដែរបើមិនត្រូវក៏វាអត់មានបញ្ហាអីដែរអញ្ចឹងបញ្ជាក់ថាបើមានន័យថាបើយើងប្រើអានេះទោះវាមិនត្រូវក៏គ្មានបញ្ហាអីទាំងអស់ដោយសារយើងម៉ាស្សាទេនៅលើស្បែករបស់យើងទេស្បែកប្រដាប់របស់យើងអញ្ចឹងទេអញ្ចឹងគឺវាអត់មានបញ្ហាអីទាំងអស់អញ្ចឹងបើអ្នកនេះអាចកំងបានអានេះគឺ10ច្រឡំ10 5ml មេផានអស់គ្នានេះ15ml ខ្ញុំនិយាយជាប់មាត់រហូតមេផានអស់គ្នាព្រោះថាខ្ញុំអត់ចេះព្រៀងទុកទេនិយាយឆៅតែម្ដង
ចាក់នេះគឺដល់ 5ml មិត្តភ័ក្តិទាំងអស់គ្នា 5ml លាយសឹកត្បាល់កិននិង 5ml អាសុតនេះ 5ml អាសុតនិងលាយសឹកត្បាល់កិននេះវាមិត្តភ័ក្តិទាំងអស់គ្នានេះ 5ml អាសុតនិង 5ml លាយសឹកត្បាល់កិនបាទហើយគឺ 10ml ក៏មានដែរ 10ml លាយសឹកត្បាល់កិនមិត្តភ័ក្តិទាំងអស់គ្នាបាទគឺសម្រាប់ promotion គឺយក promotion 10ml មិត្តភ័ក្តិទាំងអស់គ្នាគឺខ្លាញ់ខ្លានសុត 10ml និងខ្លាញ់ខ្លានលាយសឹកត្បាល់កិន 10ml យើង promotion ណា promotion តម្លៃពិសេសគឺយើង promotion យូរហើយយើងអត់តផ្លាស់ប្ដូរទេយើងនៅទុក promotion នឹងរហូតសម្រាប់ 10ml ណាបាទតែបើសម្រាប់ 5ml យើងអត់មាន promotion ទេព្រោះថាបើយើង promotion ទៀតគឺអស់តម្លៃនៃការចំណេញហើយគឺអត់បានលុយសោះតែម្ដងអញ្ចឹងណាអាហ្នឹងគឺយើងអាចអត់ promotion ទេអាលីសឹកត្បាល់កិនដបតូចនិងអាសិតដបតូចចុះព្រោះថា promotion ទៅអស់ហើយព្រោះថាការដែលបងប្អូនទិញទៅគឺបងប្អូនតែងតែ free ថៃសេវាបាទថៃសេវាគឺយើង free រហូតមិនថាដបធំដបតូចគឺនៅតែ free អញ្ចឹងមិនថាថែមpromotion ឬមិន promotion គឺនៅតែ free សេវាដឹកដូចគ្នាមិនថានៅពេញនៅតាមខេត្តគ្រប់ខេត្តទេបាទបងប្អូនអរគ្នាសម្រាប់តែអ្នកនៅប្រទេសថៃគឺនៅប្រទេសថៃប្រទេសវៀតណាមប្រទេសកូរ៉េអីគឺយើងផ្ញើអត់បានទេបងប្អូនអរគ្នាគឺផ្ញើបាននៅក្នុងប្រទេសខ្មែរហ្នឹងទេបើសិនអ្នកនៅកូរ៉េគាត់ចង់បានគឺគាត់អាចតំណែងតំណងហើយគាត់នឹងមានមិត្តភ័ក្តិបងប្អូនណាគាត់មកលេងគឺអាចផ្ញើតតាមគាត់ទៅឬគាត់មកផ្ទាល់មកលេងស្រុកផ្ទាល់គឺអាចកំងបានអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងគឺល្អមែនទែនសម្រាប់ប្រសិទ្ធភាពវាគឺ the best តែម្ដងសម្រាប់ខ្លាញ់ខ្លានសុតនិងខ្លាញ់ខ្លានសុតលាយជាមួយសឹកត្បាល់កិនបងប្អូនអរគ្នាអញ្ចឹងបើសិនជាចង់បាននៅតាមលេខទូរស័ព្ទឬក៏ឆាតមក Facebook TikTok Telegram បាទទាំងអស់បងប្អូនអរគ្នាគឺ M អាចឆាតមកខ្ញុំបានទាំងអស់បងប្អូនអរគ្នាគឺអាចតំណែងតាមណាក៏បានដែរបាទអរគុណច្រើន